បាទសួស្តីសូមស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះយើង review អំពីការ update ទៅលើមុខងារកម្មវិធីខ្មែរ Editor ដែលបច្ចុប្បន្ន support ទាំងនៅលើ Microsoft Word និង Microsoft Excel រំលឹកឡើងវិញថាកម្មវិធីខ្មែរ Editor នេះជាកម្មវិធីជំនួសការពិនិត្យអក្ខរាវិរុទ្ធពិនិត្យទៅលើលេខមិនថាលេខខ្មែរឬលេខបរទេសការពិនិត្យទៅលើការបច្ឆេទដែលសរសេរមិនត្រឹមត្រូវការដកឃ្លាមិនត្រឹមត្រូវហើយនឹងការបញ្ចូលនៅប្រតិទិនជាដើមអញ្ចឹងថ្ងៃនេះយើងមិនបាន review ពាក់ព័ន្ធទៅនឹងការពិនិត្យទេដោយសារយើងមានវីដេអូច្រើនហើយយើងថ្ងៃនេះបញ្ជាក់អំពីការបញ្ចូលនៅការបច្ឆេទបាទអញ្ចឹងការបច្ឆេទដែលមានទម្រង់ជាចន្ទគតិឬក៏សូរ្យគតិអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរយើងអនុវត្តតែម្ដងនៅពេលដែលយើងបើកឡើងមកដំបូងទាំងនៅលើ Microsoft Word ឬក៏លើ Microsoft Excel វាមានផ្ទាំងក្រោយពីយើងបានតម្លើងហើយវាមានផ្ទាំងមួយពណ៌ខៀវនៅខាងស្ដាំផ្នែកខាងលើនេះនៅពេលដែលយើងចុចមកយើងនឹងចេញទម្រង់ដែលមានលក្ខណៈដូចនៅខាងស្ដាំដៃដែលបានបង្ហាញជូននេះឯងបាទអញ្ចឹងយើងមានប្រតិទិនបាទមានការបច្ឆេទថ្ងៃឈប់សម្រាកបាទគឺមានពេញលេញទាំងអស់យើងមានមុខងារស្វែងរកនៅការបច្ឆេទណាមួយក៏បានដែរយើងមានទាំងអស់បាទយើងអាចស្វែងរកការបច្ឆេទហើយយើងត្រឡប់មកវិញទៅចុចនៅក្បាលលេខក្បាលនៃខែនៅចំចំណុចកណ្ដាលនេះវានឹងបកមកថ្ងៃខែបច្ចុប្បន្នបាទអញ្ចឹងយើងទៅមើលការអនុវត្តជាក់ស្ដែងអញ្ចឹងយើងលុបអានេះចោលបាទអញ្ចឹងយើងធ្វើការអនុវត្តសាកតែម្ដងចុះឧបមាថាយើងយកថ្ងៃណាមួយបាទអញ្ចឹងថ្ងៃហើយយកថ្ងៃមួយឬក៏ថ្ងៃណាបាទថ្ងៃមួយនឹងតែម្ដងអញ្ចឹងយើងចូលទម្រង់ខ្លីតើទម្រង់ប្រតិទិនមានទម្រង់បែបម៉េចបាទនៅពេលដែលយើងคลิกបាទ menu ទី1គឺវាមានទម្រង់ការបច្ឆេទខ្លីបែបនេះឯងដល់ពេលយើងមានទម្រង់ទី2គឺបញ្ចូលការបច្ឆេទសូរ្យគតិបាទអញ្ចឹងមានពេញលេញយើងបានគិតគូរទៅលើការសេចក្តីណែនាំពាក់ព័ន្ធលិខិតរដ្ឋបាលដោយមិនឲ្យមានការដកឃ្លានៅចន្លោះថ្ងៃទីឬក៏ខែឬក៏ឆ្នាំនោះទេបាទហើយយើងចូល menu ទី3ការបច្ឆេទចន្ទគតិគឺមានទម្រង់លក្ខណៈពេញលេញហើយត្រឹមត្រូវបែបនេះឯងកន្លែងណាមិនត្រូវដកឃ្លាកន្លែងណាដែលមានទម្រង់កាត់គឺយើងបានគ្រប់តាមគោលការណ៍សេចក្តីណែនាំហើយទម្រង់ពេញលេញ menu ទី4គឺការបញ្ចូលការបច្ឆេទពេញលេញគឺមានទម្រង់បែបនេះឯងបាទអញ្ចឹងទៅលើ Microsoft Word និងទៅលើ Microsoft Excel គឺមុខងារប្រតិទិននេះគឺដើរដូចគ្នាបេះបិទតែម្ដងបាទអញ្ចឹងយើងអនុវត្តការបង្ហាញជូនត្រឹមតែប៉ុណ្ណេះហើយបើសិនបើមានចម្ងល់ក៏អាច comment សួរបានដែរនៅក្រោមវីដេអូនេះសូមអរគុណសម្រាប់ការគាំទ្រផលិតផលខ្មែរសូមអរគុណសម្រាប់ការទស្សនារហូតដល់ចប់